ស្លឹកថ្នាំគឺជាប្រភេទរុក្ខជាតិម្យ៉ាងដែលដុះនៅតាមស្រុកស្រែចម្ការហើយវាជាប្រភេទប័រដែលតោងតាមដើមឈើអីផ្សេងហ្នឹងហើយចំពោះស្លឹកថ្នាំនៅពេញអត់សូវមានទេបើនៅតាមផ្សារក៏អត់សូវសម្បូរគេយកមកលក់ដែរភាគច្រើនគឺនៅតាមស្រុកស្រែចម្ការហើយប្រជាជនភាគច្រើនចូលចិត្តយកស្លឹកថ្នាំហ្នឹងទៅធ្វើជាសម្លម្ជូរគ្រឿងអាចជាសម្លម្ជូរគ្រឿងឆ្អឹងជំនីម្ជូរគ្រឿងសាច់ជ្រូកឬក៏សាច់គោឬក៏ត្រីក៏បានដែរមុខម្ហូបមួយមុខនេះណាគឺរសជាតិជូរឆ្ងាញ់មែនតើបងប្អូនធ្លាប់ញ៉ាំដែរអត់បងប្អូនចាសូមជម្រាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ជាទីថ្មីម្ដងទៀតមកកាន់ Channel របស់នាងខ្ញុំសុគន្ធបញ្ញាហើយថ្ងៃនេះផងដែរខ្ញុំនឹងបង្ហាញបងប្អូនអំពីមុខម្ហូបស្លម្ជូរគ្រឿងស្លឹកខ្នឹងព្រោះជាមួយនឹងឆ្អឹងចានីតែមុនទៅស្លតោះទៅបេះស្លឹកខ្នឹងជាមួយខ្ញុំសិននៅក្រោយផ្ទះនេះខ្ញុំមានដើមខ្នឹងម្ដងដែលវាឡើងតាមដើមតបែកចាអញ្ចឹងខ្ញុំមកបេះវាទៅនេះបងប្អូនឃើញទេស្លឹកខ្នឹងគឺវាឡើងលើតបែកហ្នឹងហើយខ្ញុំអត់កាប់ចោលទេព្រោះដោយសារយើងត្រូវការយូរស្លម្ដងម្កាលអញ្ចឹងកុំអត់ពិបាកដើរហើយនេះគឺផ្កាថ្នឹងផ្កាហ្នឹងក៏យើងយកមកញ៉ាំជាមួយនឹងអំបិលបានដែរនិយាយទៅបងប្អូនគឺបានផលទាំងពីរបានផលទាំងផ្លែតបែកញ៉ាំបានទាំងស្លឹកថ្នឹងសម្រាប់ធ្វើម្ហូបហើយឥឡូវនេះខ្ញុំបេះស្លឹកថ្នឹងបានមួយកញ្ឆែងហើយយើងលាងទឹកវាឲ្យស្អាតមកណាបងប្អូនហើយខ្ញុំមានឆ្អឹងជំនីចំនួន2ដុំសម្រាប់សម្លម្ជូរគ្រឿងស្លឹកថ្នឹងនេះដែរបងប្អូនចង់ប្រើសាច់អីក៏បានដែរសាច់គោក៏បានប្រើជាតិត្រីក៏បានសាច់ជ្រូកក៏បានដែរគឺរសជាតិវាឆ្ងាញ់ដូចគ្នាហើយបន្ទាប់មកខ្ញុំមានប្រហុកចំនួន1ចានតូចណាបងប្អូនហើយបន្ទាប់មកទៀតខ្ញុំមានគ្រឿងសម្រាប់ធ្វើគ្រឿងបុកមានគល់ស្លឹកគ្រៃរំដេងខ្ជាយហើយនិងខ្ទឹមសចំនួន3កំពឹសហើយក៏មានរមៀតផងដែរគ្រាន់តែខ្ញុំភ្លេចដាក់ចូលទៅក្នុងហ្នឹងណាបងប្អូនអញ្ចឹងឥឡូវយើងចាប់ផ្ដើមមកហាន់គល់ស្លឹកគ្រៃវិញគល់ស្លឹកគ្រៃនេះដោយសារយើងកាត់ទំភ្លាមអញ្ចឹងកាត់ភ្លាមយកមកហាន់ភ្លាមអញ្ចឹងវាធ្វើឲ្យក្លិនឈ្ងុយគ្រឿងស្លរបស់យើងគឺឈ្ងុយហ្មងហើយដោយសារតែវាថ្មីអញ្ចឹងពេលយើងបត់ទៅបុកវាទៅក៏ឆាប់ម៉ត់ដែរណាបងប្អូនអញ្ចឹងយើងចាប់ផ្ដើមហាន់គល់ស្លឹកគ្រៃនឹងហើយយើងចាប់ផ្ដើមហាន់រំដេងខ្ជាយហើយនឹងរមៀតយើងចិតសបកវាស្អាតចឹងមកហើយហាន់ជាកង់តូចកាន់យើងហាន់តូចចឹងមកដើម្បីឲ្យងាយស្រួលក្នុងការបុកឆាប់ម៉ត់ណាបងប្អូនដើម្បីឲ្យគ្រឿងបុកយើងមានក្លិនកាន់តែឈ្ងុយខ្ញុំបន្ថែមស្លឹកក្រូចសើចចំនួន 2-3 ស្លឹកផងដែរហាន់វាជាស្ដើងចឹងមកដើម្បីបុកទៅឆាប់ម៉ត់ណាបន្ទាប់ពីហាន់គ្រឿងហើយខ្ញុំចាប់ផ្ដើមមកហាន់ស្លឹកថ្នាំយើងវិញម្ដងហាន់ជាកង់ទូចឹងមកបើសិនបងប្អូនមានពេះរៀបវាឲ្យស្មើគ្នាហើយចំហាន់ក៏បានដែរកុំហាន់ដូចខ្ញុំអញ្ចឹងវាញ៉ៃប៉ុន្តែដោយសារខ្ញុំអត់មានពេះរៀបទេអញ្ចឹងខ្ញុំហាន់ចាប់យកមកហាន់អញ្ចឹងហ្មងរៀងឆាន់ឆាយតិចព្រោះដោយសារខ្ញុំគិតថាបន្ទាប់ពីហាន់ហើយគឺយើងត្រូវតែច្រាមដដែលទេយើងច្រាមវាអញ្ចឹងមកដើម្បីបានម៉ត់ល្អណាបងប្អូនមានម៉ាស៊ីនក្លុកយកទៅក្លុកក៏បានដែរក្លុកវាទៅដើម្បីឲ្យឆាប់បានម៉ត់ល្អណាយើងច្រាមវាឲ្យម៉ត់ចឹងទៅបន្ទាប់ពីច្រាមម៉ត់ហើយយើងដួសស្លឹកខ្នឹងហ្នឹងទុកមួយឡែកសិនខ្ញុំចាប់ផ្ដើមមកដាក់ត្បាល់បុកវាវិញនៅពេលដែលយើងចិញ្ច្រាំវាហ្នឹងវាបានម៉ត់មែនប៉ុន្តែវាអត់ទាន់ចេញជាតិជូរពីស្លឹកខ្នឹងទេយើងត្រូវយកវាមកបុកម្តងទៀតដើម្បីឲ្យវាចេញជាតិជូរបានល្អណាបងប្អូនហើយក៏វាបានម៉ត់ល្អដែរអញ្ចឹងយើងបុកចឹងមកណាបងប្អូនការស្លសម្លម្ជូរគ្រឿងស្លឹកខ្នឹងនេះផងដែរគឺរៀងយូរបន្តិចព្រោះដោយសារយើងត្រូវការចំណាយពេលហាន់ស្លឹកខ្នឹងហើយនឹងបុកស្លឹកខ្នឹងបើមិនចឹងទេសម្លរបស់យើងអត់មានរសជាតិឈ្ងុយឆ្ងាញ់ទេហើយក៏យូរនឹងការបុកគ្រឿងផងដែរព្រោះកាលណាបើយើងទិញគ្រឿងមកពីផ្សារស្រាប់សម្លក៏វាអត់សូវឈ្ងុយទៅតាមនឹងដែរអញ្ចឹងបើសិនជាបងប្អូនចង់បានរសជាតិមួយដែលញ៉ាំទៅឈ្ងុយឆ្ងាញ់រសជាតិបែបខ្មែរយើងហ្មងណាគឺត្រូវតែចំណាយពេលបន្តិចហើយឥឡូវខ្ញុំចាប់ដើមដួសស្លឹកខ្នឹងយើងទុកមួយឡែកសិនខ្ញុំចាប់ផ្ដើមមកបុកគ្រឿងម្ដងបុកគ្រឿងដូចបងប្អូនដឹងហើយគឺយើងត្រូវដាក់គល់ល្កៃមុនបន្ទាប់ពីបុកគល់ល្កៃមកហើយបើយើងដាក់គ្រឿងទៅតាមក្រោយហើយចុងក្រោយគឺយើងដាក់ខ្ទឹមសនេះបងប្អូនគ្រឿងបុកបងប្អូនបុកឲ្យបានម៉ត់ល្អប៉ុន្តែខ្ញុំហ្នឹងមកគឺបានហើយស្លរបស់យើងគឺឆ្ងាញ់ហើយតើឥឡូវបន្ទាប់ពីបុកគ្រឿងហើយអស់ហើយគឺខ្ញុំចាប់ផ្ដើមមកកាត់ឆ្អឹងចានីរបស់ខ្ញុំជាកង់វិញគឺកាត់ជាកង់ប៉ិនថ្នាំងដៃក្តារថ្នាំងដៃណាបងប្អូនប៉ុណ្ណឹងគឺល្មមពេលយើងស្លទៅឆាប់ឆ្អិនហើយក៏វាចូលជាតិបានឆ្ងាញ់ដែរហើយថ្ងៃហ្នឹងខ្ញុំមានឆ្អឹងចានីចំនួន2ដុំហើយក៏មានបន្ថែមឆ្អឹងបន្តិចបន្តួចផងដែរឆ្អឹងចានីហ្នឹង
đây nhung tôi chết ta nhảy tư slo có cô có slom chu cường ấy á có tha sạch ấy có ngang đó chân chân này đai chẳng cứ thời tại tam chất đây thì chơi họ ngày nắng bông ổn để tớ mẹ thao nhung tam chất đây tùm lửa chất quạt có trong nhằm ấy thôi nắng nghề bần tái ở dương chỉ trong phở á họ ngày nó cứ bị bạn mình tên không cao rực rô một hộp nắng thang ngày nắng thời thương một hộp ấy đầm ấy oi nè ta dương nhằm tớ ban chắc ngắn hai sự bài chật tương dương chỉ trong phở tật chất chỉ trong phở á cứ trong thưa hái oi kê nhằm oi ọ bị khung chân nàng nộp bên ngày sai tớ dương miền tật chất thờ và tỏ tiệt chẳng á na mình đang tham bông ổn miền chất được nhung đại ọ thế nèต่อแล้วต่อปีหันสัตว์ห้ายมจับดาวมอจันจำพอกบ่ยมวันดองพอกนั่งยิงแฉมมอจังมันนะให้ดูตกลงกนจานเหมือนหลายสันต่อแล้วเยื่อมาจับดาวจำอันสำล้อมจูเกลือสักทนังจิตโบงยื่เถอดะเป็นชาโจนคงจะเห็นกระดาษหมอมให้ต่อมาเทียดดะคืนบอกใบยื่โจดะคืนบอกนั่งลิงติ๊กเตอร์ดำใบเป็นมินคลันช่วยนะเห็นมินคลันช่วยให้ยื่จับดาวบนแถมพอกแฉมมายื่นึงโจมาให้ปตอโกก็บักเพลิงคลังเป็ดนะบงโอนกานะยังพอเพลิงคลังเป็ดวีคลาวด์ให้ได้ยมดะสัตโจดบาได้ผลึกทอดไกลดะสัตโจให้ยังดะจังจะหนีโจให้ยังปตอวีโกให้ยังประทานตักไถ่ติดมายังซาโกเวียนติดนะให้ต่อมาเตี้ยยมจับดำประทานเครื่องให้มีสกอร์ซอจำนวนปีสลับเพี้ยสาวสุขนอกบันเทิดให้นางบีใจเหมือนแต่ให้ยังปตอโกจังมาให้ต่อมาเตี้ยเราไปได้สัตว์ยังเห็นอันห้ายังแถมตักเจี๊ยจำนวนมวยจานปะตอกม้อยยังมองมอสำหรับว่ายังปลาจีดอกเนตีจับดามปุกขุดให้น้ำบองปอเนี่ยคืออย่างนี้จับดามปุกให้ยังก่อดักสลักทนังบยังในยังมันบอกมุนนังáดักโจมาให้ผลุเวียพ่องน้ำบองปอทันละมอมซ้ำสอบตรจมวยนังรู้เจ็ดได้ยังจังมันให้เนอจำปูรู้จิตวิ่งก็มีรู้จิตจูติดจันปีสลักทนังระบายเยอะในซาเยอะเผอสลักทนังใจบอกบงโอนเผอสลักทนังจ้าก็มีรู้จิตจอดอัดงานเดย์ให้มีคลันช่วยจันปีกรึงบอกบอยเยอะบงโอนยังพิธาตนอเหมือนแต่ในบงโอนเมื่อเตอให้จำปูสลอมมุงในได้ก็ยังอาจเผอมาเตะจ่าบ้านได้เวียนทั่วไอ้สำหรับบอยเยอะมีปอกระคอมจันจ่ามันจางมาเนี่ยบอยเยอะได้มาเตะจ่าคือปอใบตองบอยเยอะได้มาเตะจ่าคือจันจีปอกระคอมโอ้ยังผลิตแผลมวยเจ็ดบงปอนสักทั้งขมายเยอะนะงะก็สมบูรณ์ต่อได้วิตามินซีพองได้จุดออมเหมือนแตนปูสกปรกต่อดมายำใบเป็นหลิงใจสำหรับไงนี้ได้ยังมีตาสลอมมาจูกรึงมือหมกนังเต้ต่อบงปอนเจอมันยำใบจมูกขี้น้ำต่างกันนี่ก้นบงปอนต่างกันนี่สำหรับการตามด้านตุสนาวิดีโอบอกขยมดำไปตัวบ้านในวิดีโอทุ่มโฮกทำไมจิมตอบเตี้ยสมบงปอนช่วย subscribe ช่องบอลนี้ขยมเนี่ยมวยพังแน่